thêm được một nhom chẳng cái này thơ gì nhóm thơ tam ai đó su hô hai con ai nhỉ đâu mến thấy con ai con bay nhom đó ngủ vì khó bao cái thơ bị lâu ấy tại khuôn ấy nên vì khoác bay thơ na mẹ cầm đi bông chú tiên nè hả chụp làm su bua thế chẳng mạch bay chẳng bạch bay tiết á su hô á cái lâu vậy hay con ai thơ mình còn lâu ấy đây tay còn tại vì khó là sao khó bay với khó ti cả lại nào mốc té họ xuôn là sao đi cô mình thơ mà đưa cái bông tả chú tía này đăng tao thấy thơ ấy á chú ở xa cặp một ạ ròn hãy nâng mùi nước nâng mùi khá đấy à không bao sao vậy đây từ mấy bờ cái lifestyle ai đó su hô đó từ mấy tình vậy cool ពីមួយរដូវកាលលយទៅ Gensbert នៅមួកស្លឹកត្នោតចែកជូន 10000 មួកជាមហាយុទ្ធនាការមួកស្លឹកត្នោត 10000 មួករបស់ Gensbert ប្រែក្លាយការប្រគំតន្ត្រីអន្តរជាតិគំនិតផ្ដួចផ្ដើមលើកដង្កើងមួកស្លឹកត្នោតជានិមិត្តរូបនៃវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរឲ្យលេចធ្លោនៅលើឆាកតាមរយៈការប្រគំតន្ត្រី Super Idol K-pop អន្តរជាតិវ៉ាវលយមែនតើសម្រាប់ខ្ញុំជាកូនខ្មែរគឺខ្ញុំពិតជាមានមោទនភាពមែនតើហើយក្នុងនាមខ្ញុំជាកូនខ្មែរក៏បានចូលរួមពាក់មួកស្លឹកត្នោតដែរបងប្អូនពេលម្លងពេលដែល concert Gensbert Super Idol My Love បងប្អូននិយាយទៅគឺខ្ញុំពិតជាកោតសរទៅដល់ក្រុមហ៊ុន Gensbert ខ្លាំងមែនតើហើយនឹងមានមោទនភាពមែនតើដែល Gensbert គឺបានរៀបចំកម្មវិធីនេះហើយការនៅពិសេស Gensbert Super Idol My Love នាំយក idol ដល់ទៅ2ក្រុមលើកនេះគឺក្រុម EXO សមាជិក Suho និង Super Junior DNE និយាយទៅគឺវ៉ាវលយមែនតើតែម្ដងនៅលើឆាកតែមួយល្បីរន្ទះដល់អន្តរជាតិហើយ Gensbert យកតារា K-pop មកតែទៅចូលរួមជួយលើកស្ទួយវិស័យទេសចររបស់យើងឲ្យពិភពលោកបានស្គាល់ល្បីនៅក្រៅប្រទេសនិងជួយផ្សព្វផ្សាយប្រទេសខ្មែរយើងឲ្យពិភពលោកបានស្គាល់អញ្ចឹងបងប្អូនហើយបើនិយាយពីឆាកវិញបងប្អូនអើយគឺធំខ្លាំងមែនតើលំដាប់ពិភពលោកធំខ្លាំង LED ញាក់សាច់លំដាប់ពិភពលោកធំនិយាយទៅដាក់ឲ្យឃើញប្រុសស្អាតសាច់ដុំសាច់សខ្ចីនិយាយទៅអែមតែម្ដងមើលជាមួយនឹងសមាជិក EXO Suho និង Super Junior DNE ហ្នឹងឲ្យពេញភ្នែកតែម្ដងបងប្អូនអត់ទាស់ទេអ្នកដែលបានទៅមើលផ្ទាល់ហ្នឹងខមមិនម្នាក់មួយមកមានកន្លែងណាទាស់អត់គឺពេញភ្នែកតែម្ដងហើយបើនិយាយពី speaker គេវិញលឺបុកសំលេងលំដាប់ពិភពលោកហ្មងលឺហើយគឺសបាយញាក់សាច់ញ័រជើទៅថាត់តែម្ដងហើយព្រឹត្តិការណ៍ដ៏ធំ Gensbert Super Idol My Love តន្ត្រីលំដាប់ពិភពលោកបងប្អូនកើតមានឡើងក៏សូមអរគុណទៅដល់អតិថិជនរបស់ក្រុមហ៊ុន Gensbert ពួកគាត់ក៏ជាផ្នែកមួយដ៏ធំនៃមហាព្រឹត្តិការណ៍នេះដែរដែលតែគាំទ្រជាមួយនឹងក្រុមហ៊ុន Gensbert អញ្ចឹងណាបានក្រុមហ៊ុន Gensbert អាចរៀបចំកម្មវិធីបែបនេះឡើងហើយចង់ប្រាប់ថាផឹក Gensbert ឆ្ងាញ់ស្រាលស្រួលផឹក Gensbert បាន cool ញ៉ាំ Gensbert cool ហើយបានមើល idol K-pop ទៀតផឹក Gensbert Snow នេះសូម្បីតែ idol Suho បងប្អូនអូយនិយាយទៅផឹកចេញមកសង្ហាតែម្ដងចេះរៀងបងប្អូនបាទកឡុកកផាច់អូអែម cool តែម្ដងអូខ្ញុំដឹងធ្វើតាមមកថ្ងៃនេះមុនផឹកកឡុកមួយសិននេះយក style បងប្អូនយើងហើយការទៅពិសេសចុងវីដេអូមានអី surprise បងប្អូននេះបងប្អូនមើលខ្លួនឯងទៅ